ទីបំផុតខ្ញុំបានស្គាល់ហើយផ្លែម៉ាក់ប្រេងឬម៉ាក់ប្រាំងខ្ញុំស្គាល់ច្បាស់ទៀតបងប្អូនគ្នាហើយលើកទី1ដូចគ្នាដែលខ្ញុំស្គាល់ដើមម៉ាក់ប្រាំងគឺជាប្រភេទដើមបែបហ្នឹងខ្ញុំស្មានតែវាជាប្រភេទដើមវល្លិឬក៏ដុះនៅក្នុងព្រៃគេទៅរកវានៅព្រៃជ្រៅអីចឹងតែក៏ពិតអត់ទេគឺគេដាំវាទេបងប្អូនគ្នាដូចក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងអ្នកនរគ្នាគឺខ្ញុំទៅបេះផ្លែម៉ាក់ប្រាំងនៅផ្ទះមិត្តភ័ក្តិរបស់បងស្រីរបស់ខ្ញុំនិយាយរួមគាត់ដឹងថាខ្ញុំចូលចិត្តថតចូលចិត្តផ្លែម៉ាក់ប្រាំងអញ្ចឹងគាត់ថតផ្ញើហ្មងខ្ញុំបន់ឲ្យតែចាប់ចូលឆ្នាំទេអាំងមកដល់ស្ទឹងត្រែងទៅបេះនៅផ្ទះគាត់តែម្ដងអញ្ចឹងគ្រាន់តែឈានជើងមកដល់ទឹកដីស្ទឹងត្រែងភ្លាមគឺប្រមូលកូនក្មួយអីហ្នឹងមកទាំងអស់គ្នាតែម្ដងមកឆែកឆេររុករើផ្ទះរបស់គាត់តែម្ដងទាំងអស់គ្នាហើយផ្ទះរបស់គាត់ហ្នឹងមិនមែនត្រឹមដាំតែមួយដើមឈើម៉ាក់ប្រាំងហ្នឹងទេទាំងអស់គ្នាគឺមានដំណាំសពមុខតែម្ដងទាំងអស់គ្នាគ្រប់មុខតែម្ដងមានតបែកមានខ្នុរមានអាផ្លែហ្នឹងគេហៅផ្លែអីគេតែខ្ញុំអត់ច្បាស់ទេទាំងអស់គ្នាចាំតិចខ្ញុំឆែកមើលសិនហ្នឹងហើយនៅក្នុងវីដេអូរបស់ខ្ញុំនឹងបើកសំឡេងទៅគឺលឺសូបងស្រីរបស់ខ្ញុំគាត់ប្រាប់ថាផ្លែហ្នឹងគេហៅផ្លែ Monberry ទាំងអស់គ្នាចឹងផ្លែហ្នឹងច្រើនណាស់បងប្អូនហើយដល់ពេលវាទុំគឺកម្ៅនិយាយរួមឲ្យឆ្ងាញ់ទៀតហ្នឹងគ្រាន់តែភ្លក់ភ្លាមឃើញថាឆ្ងាញ់ខ្ញុំញ៉ាំយកតែម្ដងមិនមែនអស់តិចទេយ៉ាងតិចណាស់ក៏អស់ពី3ក្តាប់ដែរបងប្អូនផ្លែហ្នឹងឆ្ងាញ់មែនហើយក៏លើកទី1ដែរខ្ញុំបានញ៉ាំផ្លែហ្នឹងហើយបន្ទាប់មកខ្ញុំបេះទុកតែម្ដងនិយាយរួមកម្រងទៅបេះតែផ្លែម៉ាក់ប្រាំងទេប៉ុន្តែដល់ពេលឃើញផ្លែ Monberry របស់គេក៏បេះរបស់គេទៅអញ្ចឹងបានថាកុំឲ្យម្នាក់នឹងដើរលុកលុយទេឲ្យសោះអត់សល់ទេឃើញអីគឺបេះហ្នឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេបងប្អូនគ្នាមានទាំងដូងមានទាំងស្វាយមានទាំងនិយាយរួម everything តែម្ដងខ្ញុំគិតថាផ្ទះរបស់គាត់ហ្នឹងបើសិនជាឲ្យខ្ញុំទៅនៅតែកន្លះខែគឺបេះតតែវាលតែម្ដងអូនិយាយភ្លេចមកបញ្ជាក់អ្នកទាំងអស់គ្នាផ្លែហ្នឹងគឺជាផ្លែម៉ាក់ប្រាំងហើយផ្លែម៉ាក់ប្រាំងហ្នឹងគឺជាផ្លែដែលមានរសជាតិផ្អែមអញនិយាយថាជូរអែមទេបងប្អូនគ្នាអត់ជូរពេកហើយក៏អត់ផ្អែមពេកដែរប៉ុន្តែមានជាតិឆ្ងាញ់គេហៅថារៀងជូរឡំតិចទេបងប្អូនគ្នានិយាយរួមញ៉ាំទៅមានជាតិហ្មងវាមិនមែនលក្ខណៈបែបដូចផ្លែម្យ៉ាងទៀតដូចម៉ាក់ប្រេងម៉ាក់ប្រាំងនឹងដែរគ្រាន់តែថាញ៉ាំទៅគឺវាបែបផ្អែមរៀងបែបសាបហើយខ្សោះទៀតទេបងប្អូនគ្នាអត់មានជាតិទេតែបើម៉ាក់ប្រាំងនេះវិញគឺញ៉ាំទៅវាជុះស៊ីហ្មងបងប្អូនគ្នាហើយរៀងជូរអែមតិចថាខ្ញុំចូលចិត្តហ្មងខ្ញុំញ៉ាំខ្ញុំបេះបដាញ៉ាំបដាបេះបដាញ៉ាំបដាអ្នកនរគ្នាយ៉ាងតិចខ្ញុំញ៉ាំអស់1គីឡូហើយបើទំហំផ្លែរបស់វាវិញអូយអ្នកនរគ្នាធំមែនតើហ្មងប៉ុនបងទាបងប្អូនគ្នាខ្ញុំអត់ដឹងថាដោយសារតែគាត់ដាក់ជីឬក៏ជាពូជរបស់វាដែលទំហំធំអញ្ចឹងហើយប៉ុន្តែខ្ញុំឃើញវាធំខ្លាំងមែនតើតែម្ដងដែលខ្ញុំបានឃើញគេលក់ហ្នឹងគឺរៀងទូចទេតែដល់ពេលខ្ញុំមកបេះទាល់អូយធំមែនតើតែម្ដងហើយពេលឃើញធំអញ្ចឹងនិយាយពីខ្ញុំខ្វះកអ្នកនរគ្នាបេះអូយបេះហើយពេលម្ចាស់ផ្ទះគាត់ប្រាប់ថាបេះតើអូនបេះប្រហែលក៏បានដែរអត់ខ្វល់ទេអញ្ចឹងបេះផងញ៉ាំផងអ្នកនរគ្នាអើយខ្ញុំឲ្យពានរង្វាន់ខ្លួនឯងក្នុងការញ៉ាំមកហើយមើលក្នុងវីដេអូញ៉ាំផងអាឡាក់ផងនិយាយរួមខ្ញុំឲ្យពានរង្វាន់ខ្លួនឯងមួយទៀតអាខាងអាឡាក់ហ្នឹងពី1ដល់10ខ្ញុំឲ្យ10លើ10តែម្ដងអ្នកនរគ្នាហើយឥឡូវហ្នឹងផ្លែម៉ាក់ប្រាំងគឺបានដាក់បញ្ចូលជាផ្លែឈើដែលខ្ញុំចូលចិត្តហើយអ្នកនរគ្នាស្ដាប់ដាក់បញ្ចូលច្រឡំដាក់ចូលជាបេតិកភណ្ឌជាតិអីអត់ទេដាក់បញ្ចូលជាផ្លែឈើដែលខ្ញុំចូលចិត្តហើយបើខ្ញុំពីមុនគឺខ្ញុំអត់ធ្លាប់ញ៉ាំអញ្ចឹងខ្ញុំអត់ដឹងថាវាឆ្ងាញ់អញ្ចឹងដល់ពេលឥឡូវខ្ញុំដឹងថាម៉ាក់ប្រាំងនឹងវាឆ្ងាញ់អ្នកនរគ្នាគឺចូលចិត្តតែម្ដងហើយពេលខ្លះនឹកចង់ញ៉ាំហ្មងទីបំផុតនេះខ្ញុំបេះបានហើយតែមិនមែនប៉ុណ្្នឹងទេណាអ្នកនរគ្នាបានពេញមកកត្រកនឹងតែម្ដងប៉ុន្តែខ្ញុំបានឲ្យទៅអ្នកជិតខាងអស់ខ្លះហើយតែមកខ្ញុំបានយកមកថតវីដេអូដល់អ្នកគ្នាហើយឥឡូវគ្រាន់តែមកដល់ផ្ទះភ្លាមគឺជ្រាបចំចាត់ចែងញ៉ាំតែម្ដងព្រោះចង់ញ៉ាំឲ្យលក្ខណៈពេញសិតពេញទីតែម្ដងព្រោះពេលដែលយើងបេះបដាញ៉ាំម្ដងវាអត់ពេញទីដូចយើងយកមកអង្គុយញ៉ាំទេអ្នកនរគ្នាហើយនិយាយថាអ្នកនរគ្នាមកកត្រកហ្នឹងគឺស្អាតហើយថ្លោះឆ្ងាញ់តែហ្មងអ្នកនរគ្នាអូយមិនមែនឧទាហរណ៍ទេប៉ុន្តែបើសិនជាអ្នកដែលធ្លាប់បានញ៉ាំម៉ាក់ប្រាំងហើយប្រកាសជាដាក់វាចូលជា favorite ដូចខ្ញុំអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេកុំភ្លេចសាកល្បងញ៉ាំម៉ាក់ប្រាំងទាំងអស់គ្នាប្រហែលជាខែហ្នឹងអាចនឹងអស់ខ្លះហើយកន្លែងខ្លះប៉ុន្តែកន្លែងខ្លះគឺនៅអញ្ចឹងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ